ជាសាស្ត្រមានឥទ្ធិពលលើជីវិតនិងការអភិវឌ្ឍគ្រប់គ្នាគួរយល់ដឹងអំពីវិទ្យាសាស្ត្រម្ហូបធ្វើពីសត្វបង្កងជាធម្មតាមានតម្លៃថ្លៃនិងមានប្រជាប្រិយភាពប៉ុន្តែតើអ្នកដឹងទេថានៅពេលនេះបង្កងសមុទ្រមានជំងឺច្រើននៅក្នុងកម្មវិធីវិទ្យាសាស្ត្ររបស់ VOA នៅពេលនេះខ្ញុំអឹមសុធិរិទ្ធនឹងនាំមកជូនអស់លោកអ្នកនៅសេចក្តីរាយការណ៍របស់លោក Mal Soprayan នៃកម្មវិធីវិទ្យាសាស្ត្រជាតិស្ដីអំពីការបាត់បង់សត្វបង្កងដោយសារជំងឺប្រសិនបើអ្នកស្គាល់បង្កងអ្នកដឹងថាបង្កងមួយនេះឈឺសត្វមួយនេះមានជំងឺធ្ងន់ធ្ងរហើយអ្នកអាចឃើញវាធ្វើចលនាយឺតៗបើវាមិននៅស្ងៀមលើដៃរបស់អ្នកទេនៅពេលដែលអ្នកបរិស្ថានសមុទ្រ Don Beringer សិក្សាអំពីដង់ស៊ីតេបង្កងនៅសមុទ្រ Caribbean គាត់ឃើញបង្កងឈឺច្រើនណាស់យើងបានរកឃើញវីរុសដំបូងនៃបង្កងក្នុងពិភពលោកនេះជាបង្កងឆ្លងមេរោគមានពណ៌ក្រហមហើយអាមួយនេះមិនមានជំងឺទេវាមានពណ៌ផ្កាឈូកបង្កងឈឺឈប់សក់ឈប់ស៊ីចំណីហើយងាប់បង្កងគឺជាម្ហូបសំខាន់នៃឧស្សាហកម្មម្ហូបសមុទ្រនៅប្រជុំកោះ Caribbean ដែលមានការគាំទ្រពីមូលនិធិវិទ្យាសាស្ត្រជាតិលោក Beringer ព្យាយាមកំណត់ថាតើវីរុស PAV1 រាលដាលយ៉ាងដូចម្តេចយើងដឹងថាវាឆ្លងតាមការប៉ះពាល់តែនៅទីតាំងតូចវាអាចឆ្លងតាមទឹកវីរុសដែលមិនបង្កអន្តរាយដល់មនុស្សអាចនឹងរាលដាលតាមរបៀបផ្សេងៗបង្កងប្រើពេលពី6ទៅ8ខែនៅក្នុងសម្បុកពងអណ្ដែតលើផ្ទៃសមុទ្ររាប់រយគីឡូម៉ែត្រដំណាក់កាលនៅក្នុងសម្បុកពងនេះហើយដែលវារសាត់គ្រប់ទីកន្លែងនៅក្នុងប្រជុំកោះ Caribbean វាឆ្លងពីបង្កងចាស់ទៅបង្កងក្មេងដែលងាយរងគ្រោះបំផុតបើចង់ដាក់ការទប់ស្កាត់ខ្ញុំដកបង្កងមួយនេះចេញការធ្វើតេស្តមន្ទីរពិសោធន៍បង្ហាញការចង់ដឹងមួយទៀតគឺថាបង្កងអាចដឹងមេរោគដែលបញ្ជាពួកវាខ្លះមិនឲ្យឈឺវាដឹងក្លិនគ្នាវាដឹងក្លិនម្ហូបហើយយើងគិតថាវាដឹងក្លិនជំងឺផងដែរវាអាចដឹងក្លិនវាមុនពេលបង្កងឈឺចម្លងជំងឺដល់វាក្នុងការពិសោធន៍នេះនៅសាកលវិទ្យាល័យ Florida ផ្លូវទឹកមួយមកពីអាងដែលមានបង្កងឈឺនិងមួយទៀតមកពីអាងដែលមានបង្កងមានសុខភាពល្អដោយសមត្ថកម្មដែលយើងមានអញ្ចឹងគឺថាវាកិច្ចពីក្លិននៃបង្កងឈឺជីវវិទូធ្វើការជាមួយនឹងអ្នកនេសាទដើម្បីធានាថាការនេសាទមិនចម្លងជំងឺទឹកចិត្តរបស់យើងនោះគឺថាធានាថាអ្វីដែលយើងធ្វើគឺមាននិរន្តរភាពសម្រាប់បង្កងនិងប្រព័ន្ធបរិស្ថានលោក Beringer សង្ឃឹមថាដោយមានការយល់ដឹងបន្ថែមទៀតអំពីជំងឺនេះចំនួនសត្វដែលជាម្ហូបដ៏ឆ្ងាញ់នេះនឹងមិនបាត់បង់ទេនៅក្នុងកម្មវិធីវិទ្យាសាស្ត្ររបស់ VOA លើកក្រោយយើងខ្ញុំនឹងនាំមកជូនអស់លោកអ្នកនៃសេចក្តីរាយការណ៍អំពីប៉ារ៉ាស៊ីតមនុស្សពីរដ្ឋធានី Washington ខ្ញុំអឹមសុធិរិទ្ធ VOA